គ្នាថ្ងៃដែលខ្ញុំឡើងមកប្រទេសកូរ៉េខ្ញុំអត់បានដឹងទេថាម៉ែរបស់ខ្ញុំគាត់យំអញ្ចឹងណាហើយវីដេអូនេះអ្នកទាំងខ្ញុំគាត់ទើបតែផ្ញើមកឲ្យពីរួមកាលដែលខ្ញុំឡើងមកប្រទេសកូរ៉េនោះរកពេលដែលកំពុងតែផ្ទុះកូវីដពេលនោះគាត់តែចុះពីឡានក្រសួងមកគឺគេតម្រូវឲ្យយើងចូលទៅក្នុងពលានហ្មងអត់ឲ្យទៅជួបជុំបងប្អូនសាច់ញាតិឪពុកម្ដាយទៅប៉ះដៃប៉ះជើងគ្នាអីទេម៉ែរបស់ខ្ញុំគាត់អត់បាននៅអង្គុយលេងជាមួយកូនអត់បានអោបកូនអីចឹងទៅគាត់ក៏ទប់អារម្មណ៍បានរហូតធ្វើឲ្យគាត់យំឲ្យផ្លាស់ដោថាគេថាគេឲ្យជួបទេបាទប៉ុណ្ណឹងខ្ញុំកូនទៅកូរ៉េចោលរលុយកូនទៅរលុយយំហើយកៃកូនឲ្យបាត់ដៃ